ការផ្ដល់កម្ចីទៅដល់ប្រជាកសិករពិតជាមិនងាយស្រួលទេដោយសារយើងត្រូវចាយទៅលើធនធាននិងពេលវេលាច្រើនដើម្បីទៅដល់ទីតាំងរបស់ពួកគាត់ដូចជាលំនៅឋានស្រែចម្ការកសិករជាទូទៅជួបប្រទះនៅប្រាក់ចំណូលមិនទៀងទាត់ហានិភ័យដែលបង្កឡើងដោយគ្រោះធម្មជាតិដែលអាចធ្វើឲ្យវិធីសាស្ត្រវាយតម្លៃឥណទានបែបបុរាណជួបការលំបាក My name is Cao Huang, the CEO and co-founder of Canagri. We are working on de-risk the farmer loans in Cambodia. In Cambodia, the lending risk is so high primarily because of the unassessed farming history, unmonitored farmers' activity, but also unassessed climate risk. Our proprietary AgriCredit provides lenders a tool to onboard, assess, and monitor farmers faster, cheaper, and smarter. We provide this tool so the lenders can bring down the lending cost and we can make the loans more affordable. នៅក្នុង AgriCredit Platform គឺយើងមានដំណោះស្រាយស្នូលសំខាន់ៗចំនួន3ដែលនៅក្នុងនោះមានដូចជា eKYC, Geo-tagging និងរបាយការណ៍ទាក់ទងទៅនឹង Loan Assessment ហើយក្នុងនោះផងដែរយើងក៏មានទិន្នន័យដែលយើងទទួលបានពីផ្កាយរណបដែលយើងតែងហៅថា Centralized Data និងមានរបាយការណ៍ទាក់ទងទៅនឹងប្រវត្តិប្រតិបត្តិការហិរញ្ញវត្ថុនិងព័ត៌មានលម្អិតរបស់ដីស្រែចម្ការរបស់ប្រជាកសិករផងដែរ AgriCredit របស់យើងរួមមានទាំងកម្មវិធីទូរស័ព្ទដៃនិងផ្ទាំងគ្រប់គ្រងគេហទំព័រដែលត្រូវបានរចនាឡើងដើម្បីអាចដំណើរការបានរួមគ្នាសម្រាប់កម្មវិធីទូរស័ព្ទដៃយើងមានមុខងារសំខាន់ៗដូចជាទី1មុខងារត្រួតពិនិត្យអត្តសញ្ញាណបុគ្គល eKYC ដែលអាចបញ្ជាក់អត្តសញ្ញាណប័ណ្ណជាតិខ្មែរពិតប្រាកដរួមទាំងការធ្វើ test Flyness check ដើម្បីបញ្ជាក់ពីភាពត្រូវគ្នាជាមួយនឹងអត្តសញ្ញាណប័ណ្ណឲ្យបានច្បាស់លាស់ទី2មុខងារចាប់យកទីតាំងចម្ការ Geo-tagging tool ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចកំណត់ទំហំដីស្រែចម្ការនិងទីតាំងច្បាស់លាស់រាល់ការបញ្ចូលទិន្នន័យរួចរាល់ផ្ទាំងគ្រប់គ្រងគេហទំព័ររបស់យើងនឹងបង្ហាញព្រំដែនចម្ការដែលបានចាប់យកដោយស្វ័យប្រវត្តិជាមួយគ្នានេះដែរអ្នកអាចមើលឃើញបញ្ជីចម្ការដែលស្ថិតនៅក្រោមការត្រួតពិនិត្យងាយស្រួលស្វែងរកទីតាំងនិងស្ថានភាពចម្ការរបស់កសិករអ្នកផ្ដល់ប្រាក់កម្ចីក៏អាចពិនិត្យមើលទិន្នន័យរបស់កសិករនិងអាចកំណត់ពីហានិភ័យរបស់កសិករម្នាក់ៗយើងក៏អាចដឹងពីស្ថានភាពកសិដ្ឋានរបស់កសិករដែលបានធ្វើបច្ចុប្បន្នភាពតាមរយៈទិន្នន័យចម្ការត្រឡប់ទៅផ្ទាំងគ្រប់គ្រងការត្រួតពិនិត្យវិញប្រព័ន្ធរបស់យើងអាចសង្ខេបចម្ការទាំងអស់ទៅជាប្រភេទផ្សេងៗគ្នាដូចជាចម្ការល្អចម្ការដែលគួរឲ្យព្រួយបារម្ភនិងចម្ការដែលមានហានិភ័យខ្ពស់ដែលជួយឲ្យអ្នកផ្ដល់ប្រាក់កម្ចីងាយស្រួលសម្រាប់ចិត្តធ្វើការផ្ដល់ប្រាក់កម្ចីជាមួយ AgriCredit យើងអាចកាត់បន្ថយការចុះទៅពិនិត្យដំណាំរបស់ប្រជាកសិករនៅឯស្រែចម្ការនិងជំនួសមកវិញដោយការតាមដានពីចម្ងាយម្យ៉ាងវិញទៀតយើងអាចទទួលបានព័ត៌មានទាន់ពេលវេលានៅពេលដំណាំមានការលូតលាស់មិនសូវល្អតាមរយៈការប្រើប្រាស់ AgriCredit នឹងជួយធ្វើឲ្យការគ្រប់គ្រងប្រាក់កម្ចីរបស់គ្រឹះស្ថានហិរញ្ញវត្ថុទទួលបានប្រសិទ្ធភាពជាងមុន And AgriCredit is there just to do that, to help manage those risks and build resilience in the communities that financial institutions support. ដូច្នេះប្រសិនជាអ្នកនរគ្នាជាអ្នកផ្ដល់កម្ចីនៅក្នុងវិស័យកសិកម្មចូលរួមជាមួយពួកយើងដើម្បីកាត់បន្ថយហានិភ័យនៅក្នុងការផ្ដល់ប្រាក់កម្ចីនៅក្នុងវិស័យកសិកម្មផ្ដល់កម្ចីឲ្យមានប្រសិទ្ធភាពខ្ពស់ជាងមុននិងជួយផ្ដល់ឱកាសដល់កសិករឲ្យបានកាន់តែច្រើននៅក្នុងការទទួលបានប្រាក់កម្ចីតោះនៅចាំឯទៀតតាក់ទងមកពួកយើងនៅថ្ងៃនេះដើម្បីទទួលបានព័ត៌មានបន្ថែម